សប្តាហ៍នេះមុនពេលដែលយើងចូលទៅកាន់ការរៀនអំពីព្រះបន្ទូលព្រះអង្គជាមួយគ្នាខ្ញុំសូមអញ្ជើញបងប្អូនអ្នកគ្នាបានសម្រុំចិត្តអធិដ្ឋានក្នុងការដែលអញ្ជើញព្រះវិញ្ញាណបរិសុទ្ធនៃព្រះក្នុងការដែលដឹកនាំយើងក្នុងការដែលរៀនព្រះបន្ទូលព្រះអង្គជាមួយគ្នាបិតាជាព្រះដ៏គង់នៅស្ថានសួគ៌សរសើរដំកើងព្រះអង្គអរព្រគុណព្រះអង្គសម្រាប់គ្រប់ទាំងកិច្ចការដែលព្រះជាម្ចាស់បានធ្វើការនៅក្នុងជីវិតកូនទាំងអស់គ្នាអរព្រគុណព្រះអង្គសម្រាប់ពេលវេលាដែលកូននៅតែអាចរួមគ្នាក្នុងការដែលថ្វាយបង្គំព្រះអង្គហើយទទួលបានសេចក្តីស្រឡាញ់និងការដឹកនាំមកអំពីព្រះអង្គបិតានៅថ្ងៃនេះដែលកូននឹងរៀនអំពីព្រះបន្ទូលព្រះអង្គសូមបានដឹកនាំសូមបានគង់នៅជាមួយពួកកូនទាំងអស់គ្នាប្រទានឲ្យកូនទាំងអស់គ្នាបានមានប្រាជ្ញាដែលមកអំពីព្រះអង្គដើម្បីឲ្យកូនទាំងអស់គ្នាបានអាចយល់នៅអ្វីដែលជាសេចក្តីពិតដែលមកអំពីទ្រង់តែមួយផងដែរបិតាសូមបានប៉ះពាល់ដួងចិត្តកូនទាំងអស់គ្នានៅទីនេះហើយសូមបានប្រើមាត់កូនក្នុងការដែលអាចជាឧបករណ៍មួយក្នុងការដែលនាំព្រះបន្ទូលព្រះអង្គទៅកាន់ក្រុមជំនុំមួយនេះផងដែរបិតាអរព្រគុណព្រះអង្គសរសើរដំណើរព្រះអង្គគុណសូមថ្វាយពេលវេលាដែលកូនរៀនព្រះបន្ទូលព្រះអង្គនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនអាមែនអរគុណព្រះអង្គអញ្ចឹងសូមទៅ slide បន្ទាប់មកទៅខ្ញុំចង់ចាប់ផ្ដើមដោយការដែលខ្ញុំបង្ហាញរូបភាពគ្រួសាររបស់ខ្ញុំទៅកាន់បងប្អូនអរគ្នាអញ្ចឹងនេះគឺជារូបភាពមួយដែលគ្រួសាររបស់ខ្ញុំហើយនឹងបងប្អូនរបស់ខ្ញុំយើងចំណាយពេលក្នុងការដែលទៅលេងស្រុកកំណើតរបស់យើងហើយនេះគឺជាអ្វីដែលយើងតែងតែធ្វើរៀងរាល់ឆ្នាំឲ្យតែពេលណាមានបុណ្យជាតិធំធំមិនថាចូលឆ្នាំខ្មែរឬក៏បុណ្យភ្ជុំឲ្យយើងតែងតែទៅលេងដូចសពរាល់ដងអញ្ចឹងហើយរូបភាពនេះគឺជារូបភាពមួយដែលយើងចំណាយពេលល្អមែនទែនមួយគ្នាដោយសារតែយើងបានទៅដើរលេងមែនតើយើងបានញ៉ាំអាហារជុំគ្នាយើងបានថតរូបជុំគ្នាហើយដែលបងប្អូនអ្នកគ្នាឃើញយើងពាក់អាវភ្លៀងហ្នឹងដោយសារតែអានេះគឺជារូបភាពដែលយើងកំពុងតែធ្វើដំណើរតាមផ្លូវទៅលេងទឹកជ្រោះហើយនៅតាមផ្លូវហ្នឹងវាភ្លៀងហើយចៃដន្យអីយកអាវភ្លៀងទៅម្នាក់មួយពណ៌ទៀតអញ្ចឹងក៏ថតរូប selfie ទុកមួយទៅដូចឃើញនៅក្នុងរូបអញ្ចឹងហើយតាមរយៈរូបភាពដែលខ្ញុំបង្ហាញទៅកាន់បងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាគិតមិនដែរសម្រាប់រូបភាពគ្រួសាររបស់ខ្ញុំមួយនេះមើលទៅដូចរីករាយអត់ fashion ទៅអត់មើលទៅដូចមានសុភមង្គលអំណរជុំគ្នាទៅអត់ចាជាការពិតជាមានអំណរមែនប៉ុន្តែជាក់ស្ដែងនៅពីក្រោយរូបភាពដែលអ្នកទាំងអស់គ្នាឃើញនៅស្នាមញញឹមផ្សេងមួយនេះវាអត់ស្រស់បំប្រងឬក៏វាអត់ដូចអ្វីដែលអ្នកទាំងអស់គ្នាឃើញជាក់ស្ដែងនៅក្នុងរូបហ្នឹងឯងហើយដូចជាគ្រួសារដទៃអញ្ចឹងពួកយើងមានពេលខ្លះក៏មានភាពតានតឹងដាក់គ្នាយើងខឹងគ្នាយើងខ្វែងគំនិតគ្នានិយាយអត់យល់គ្នាហើយពេលខ្លះគ្រួសារឯងប៉ុន្តែអត់ចង់និយាយរកគ្នាទៀតហើយនៅពេលដែលខ្ញុំចែករំលែកអំពីបញ្ហានេះវាធ្វើឲ្យខ្ញុំនឹកឃើញដល់ពាក្យរបស់ខ្មែរយើងមួយណាតែគេនិយាយថាចានក្នុងរាវវាតែងតែប៉ះទង្គិចគ្នាហើយវាដូចជាពាក្យមួយដែលរំលឹកយើងហើយឲ្យយើងឃើញរូបភាពមួយយ៉ាងសាមញ្ញអំពីគ្រួសាររបស់យើងអញ្ចឹងព្រោះថាកាលណាដែលយើងរស់នៅក្នុងជីវិតមួយដែលចែករំលែកជីវិតគ្នាក្រុមតបូលផ្ទះតែមួយហើយយើងឃើញមុខគ្នារាល់ថ្ងៃជួបគ្នារាល់ថ្ងៃអាការប៉ះទង្គិចទាំងអស់នឹងជាអីមួយដែលយើងពិបាកក្នុងការដែលជៀសពីគ្នាមែនតើហើយបញ្ហាទាំងអស់នោះពេលខ្លះវាមិនមែនសុទ្ធតែជាបញ្ហាដែលធំទេពេលខ្លះវាគ្រាន់តែជាបញ្ហាដែលតូចសាមញ្ញធម្មតាអាចចាប់ផ្ដើមពីការដែលយើងមានមតិយោបល់ឬក៏គំនិតផ្សេងគ្នាឬក៏គ្រាន់តែជាការដែលយើងអត់ចូលចិត្តអីមួយដែលដូចគ្នាប៉ុន្តែបញ្ហាខ្លះទៀតក៏វាជាបញ្ហាដែលឈឺក្បាលខ្លាំងជាបញ្ហាដែលពេលខ្លះតើតែយើងនិយាយកំហុសដាក់គ្នាឬក៏ប្រើពាក្យសម្ដីដែល hurtful ធ្វើឲ្យគ្នាឈឺចាប់ទៅវិញទៅមកឬក៏រហូតធ្វើឲ្យគ្រួសារមួយហ្នឹងទ្រាំលេងនៅមួយគ្នាលេងកើតអញ្ចឹងបញ្ហានៅក្នុងក្រុមគ្រួសារដូចដែលខ្ញុំបានចែករំលែកទៅកាន់អ្នកទាំងអស់គ្នាហ្នឹងមិនមែនជារឿងដែលថ្មីទេហើយក៏មិនមែនជារឿងមួយដែលមានតែគ្រួសារដែលរបស់ខ្ញុំផ្ទាល់ដែលជួបប្រទះដែរអញ្ចឹងហើយបានជាអរគុណព្រះអង្គដែរដែលសប្តាហ៍មុនបងផាលីនគាត់បានចែករំលែកជាមួយនឹងមេរៀនដូចដែលយើងបានដឹងអញ្ចឹងការបង្កើតដែលខូចខាតហើយតាមរយៈការដែលបងផាលីនបានចែករំលែកហ្នឹងវាជាអីមួយដែលដូចជាការដាក់គ្រឹះចំណេះដឹងខាងផ្នែកព្រះបន្ទូលឲ្យយើងបានដឹងកាន់តែច្បាស់ថែមទៀតអញ្ចឹងណាពីព្រោះយើងឃើញថាព្រះជាម្ចាស់បានបង្កើតរបស់សពសារពើទាំងអស់កាលពីដំបូងគឺមានភាពល្អឥតខ្ចោះមែនតើគ្រប់យ៉ាងមានលក្ខណៈល្អមានការសំប្រកប
មានភាពសុខដុមរមនាអត់មានណាគេដែលដកពិសោធន៍នៃការឈឺចាប់ឬក៏ការរងទុក្ខផ្សេងៗនោះឡើយប៉ុន្តែក្រោយពេលដែលអំពើបាបបានចូលមកផែនដីដំបូងតាមរយៈអាដាមហើយនិងអេវ៉ាជាអ្នកដែលមនុស្សដំបូងដែលព្រះបានបង្កើតយើងឃើញថាការបាក់បែកក៏បានចាប់ផ្ដើមចូលមកក្នុងផែនដីរបស់យើងដូចគ្នាផងដែរហើយយើងខ្ញុំសូមអានជូននៅក្នុងព្រះគម្ពីររ៉ូមជំពូក5ខ12ដែលខព្រះគម្ពីរនេះតាមពិតទៅគឺជាអីដែលយើងបានរៀនការពីសប្តាហ៍មុនជាមួយគ្នាដូច្នេះបាបបានចូលមកក្នុងលោកីដោយសារមនុស្សតែម្នាក់ហើយក៏មានសេចក្តីស្លាប់ចូលមកដែរដោយសារអំពើបាបនោះជាយ៉ាងណានោះសេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរត្បិតគ្រប់គ្នាបានធ្វើបាបហើយអញ្ចឹងយើងឃើញថាតាមរយៈបទគម្ពីរបានបង្ហាញយើងយ៉ាងច្បាស់ថាបាបបានចូលមកក្នុងពិភពលោកដែលយើងកំពុងរស់នៅរាល់ថ្ងៃហើយបាបក៏បានឆ្លងរាលដាលមកកាន់យើងទាំងអស់គ្នាដូចគ្នាផងដែរយើងអាចដកពិសោធន៍នៃការឈឺចាប់សេចក្តីស្លាប់ផ្សេងៗដោយសារតែអំពើបាបបានចូលមកក្នុងផែនដីរបស់យើងហើយអំពើបាបវាអត់ឈប់ត្រឹមតែប៉ុណ្្នឹងទេបងប្អូនបើសិនជាអ្នកទាំងអស់គ្នាអាចមានពេលហើយចាប់អារម្មណ៍ជាមួយនឹងព្រះបន្ទូលព្រះអង្គហើយនឹងសាច់រឿងថាតើអំពើបាបចូលមកដល់របៀបណាហើយតើវាមានដំណើរបែបយ៉ាងដូចម្ដេចទៀតអ្នកទាំងអស់គ្នាអាចបន្តអានដោយខ្លួនឯងនៅព្រះគម្ពីរបើសិនជាអាចអានតាំងពីលោកុបាទជំពូក1រហូតដល់ជំពូក4មកទៅឬក៏អានទាំងអស់ whole book Bible ក៏បានដែរប៉ុន្តែសាច់រឿងមួយនេះខ្ញុំនឹងបន្តទៅមើលនៅក្នុងជំពូក3ដែលយើងឃើញថាអំពើបាបវាមិនមែនគ្រាន់តែបំផ្លាញជាមួយនឹងការបង្កបង្កើតដូចជាធម្មជាតិអីផ្សេងៗទេប៉ុន្តែអំពើបាបក៏បានបំផ្លាញនៅទំនាក់ទំនងដ៏ល្អឥតខ្ចោះរបស់គ្រួសារដំបូងដែលព្រះបានបង្កើតដូចគ្នាផងដែរគឺអាដាមហើយនិងអេវ៉ានៅក្នុងព្រះគម្ពីរបានប្រាប់យើងថាពីដំបូងដែលព្រះអង្គបានបង្កើតគ្រួសារមួយនឹងគាត់អត់ដែលដកពិសោធន៍ជាមួយនឹងភាពអៀនខ្មាស់ភាពភ័យខ្លាចការចោទប្រកាន់អីផ្សេងៗទេប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមជ្រើសរើសក្នុងការដែលស្ដាប់បង្គាប់ព្រះអង្គដោយការហូបផ្លែឈើដឹងខុសត្រូវគាត់ចាប់ផ្ដើមឃើញថាខ្លួនគាត់នៅអាក្រាតកាយហើយពេលនោះហើយជាពេលដែលគាត់ចាប់ផ្ដើមមានភាពអៀនខ្មាស់ភ័យខ្លាចហើយស្ដាយក្រោយជាមួយនឹងអ្វីដែលគាត់ធ្វើប៉ុន្តែជំនួសដែលការដែលគាត់រត់ទៅរកព្រះអង្គគាត់បែរជាពួនព្រះទៅវិញយើងឃើញថានេះមិនមែនជាអ្វីដែលព្រះបង្កើតដំបូងហើយឲ្យគាត់មានអារម្មណ៍ទាំងអស់ហ្នឹងទេប៉ុន្តែនៅពេលដែលគាត់បានអត់ស្ដាប់បង្គាប់ព្រះអង្គអំពើបាបបានធ្វើឲ្យគាត់កើតឡើងនៅការទាំងអស់ហ្នឹងឯងហើយដូចគ្នាផងដែរយើងបានឃើញថាអំពើបាបបានធ្វើឲ្យកាត់ផ្ដាច់នៅទំនាក់ទំនងដ៏ស្និទ្ធស្នាលដែលព្រះជាម្ចាស់បានបង្កើតដំបូងឲ្យអាដាមហើយនិងអេវ៉ាគាត់អាចមានទំនាក់ទំនងសេចក្តីស្រឡាញ់ដ៏ស្និទ្ធស្នាលជាមួយព្រះអង្គលើសពីនេះទៀតទំនាក់ទំនងរវាងប្តីហើយនិងប្រពន្ធរបស់គាត់ដែលគាត់មានយ៉ាងល្អពីដំបូងហ្នឹងក៏ត្រូវបានកាត់ផ្ដាច់ដែរយើងឃើញថាក្រោយពេលដែលគាត់ញ៉ាំផ្លែឈើហ្នឹងហើយគាត់ចាប់ផ្ដើមចោទប្រកាន់គ្នាដោយសារតែស្ត្រីដែលព្រះអង្គប្រទានឲ្យកូននោះឲ្យកូនខ្ញុំញ៉ាំផ្លែឈើហ្នឹងអញ្ចឹងគាត់អត់ទទួលកំហុសគាត់ចាប់ផ្ដើមចោទប្រកាន់គ្នាមានភាពភ័យខ្លាចផ្សេងជាច្រើនហើយនៅជំពូក4នៃព្រះគម្ពីរលោកុបាទយើងឃើញថាអំពើបាបវាអត់ឈប់ត្រឹមតែគ្រួសារដំបងយ៉ាងល្អឥតខ្ចោះដែលព្រះអង្គបានបង្កើតតែប៉ុណ្្នឹងឯងវាបានបន្តរាលដាលទៅកាន់គ្រួសារដែលជាកូនចៅបន្ទាប់របស់អាដាមហើយនិងអេវ៉ាដូចគ្នាផងដែរគឺកាអ៊ីនហើយនិងអេប៊ិលនៅក្នុងបទគម្ពីរបានប្រាប់យើងថានៅពេលដែលព្រះជាម្ចាស់បានសពអាហារតីជាមួយនឹងដង្វាយដែលអេប៊ិលជាប្អូនបានថ្វាយទៅកាន់ព្រះអង្គកាអ៊ីនចាប់ផ្ដើមមានដួងចិត្តមួយដែលចំណែនហើយចិត្តដែលចំណែនរបស់គាត់នឹងបានធ្វើឲ្យគាត់ខឹងសម្បាហើយគាត់អត់ពេញចិត្តជាមួយនឹងការដែលព្រះអង្គសពអាតីដង្វាយរបស់ប្អូនរបស់គាត់ជាងទេហើយពេលនោះព្រះជាម្ចាស់បានពមៀនគាត់ដូចគ្នាផងដែរព្រះអង្គបានមានបន្ទូលថាអំពើបាបកំពុងរងចាំនៅមាត់ទ្វារហើយគាត់ត្រូវតែគ្រប់គ្រងវាប៉ុន្តែការអត់បានធ្វើតាមទេជំនួសការដែលគាត់ស្ដាប់បង្គាប់ព្រះអង្គគាត់បានអនុញ្ញាតឲ្យអំពើបាបនោះបានដឹកនាំគាត់វិញហើយគាត់បានលបួងប្អូនគាត់ទៅឯទីវាលហើយក៏សម្លាប់ប្អូនគាត់នៅឯទីវាលនោះឯងហើយនោះគឺជាការសម្លាប់ដំបូងរបស់មនុស្សជាតិនៅក្នុងប្រវត្តិសាស្ត្រអញ្ចឹងយើងឃើញថាអំពើបាបមិនមែនជារឿងអីមួយដែលល្អទេឥទ្ធិពលនៃអំពើបាបនៅតែបន្តរាលដាលហើយជាឥទ្ធិពលដល់យើងទាំងអស់គ្នាតាំងពីដំបូងរហូតមកដល់ឥឡូវនេះយើងឃើញថាមានគ្រួសារជាច្រើនដែលរងឥទ្ធិពលនៃការបាក់បែកទាំងអស់នឹងឯងអ្វីដែលអាចឲ្យយើងឃើញអំពីការជះឥទ្ធិពលនៃអំពើបាបមកដល់គ្រួសារបច្ចុប្បន្នយើងអាចឃើញរូបភាពជាច្រើនតាមរយៈមណ្ឌលកុមារកំព្រាឬក៏កុមារកំព្រាផ្សេងដែលគាត់អត់មានឪពុកម្ដាយយើងឃើញថាច្រើនមែនតើនៅក្នុងប្រទេសរបស់យើងហើយអ្វីដែលយើងឃើញកុមារកំព្រាឬក៏មណ្ឌលកុមារកំព្រានោះយើងអាចដឹងច្បាស់ហ្មងថាដោយសារតែគាត់មានបញ្ហាគ្រួសាររបស់គាត់នឹងឯង
ហើយលើពីបញ្ហាគ្រួសារឬក៏យើងឃើញមណ្ឌលកុមារកំព្រាយើងឃើញថាគ្រួសាររបស់យើងផ្ទាល់ឬក៏បងប្អូននៅទីនេះខ្ញុំជឿជាក់ថាមានអ្នកខ្លះសិតតែដកពិសោធន៍ជាមួយនឹងការបែកបាក់អាពាហ៍ពិពាហ៍មានបញ្ហាក្នុងការដែលដៃគូអត់ស្មោះត្រង់មួយគ្នាអ្នកខ្លះទៀតមានបញ្ហាដែលឪពុកម្ដាយធ្វើបាបកូនឬក៏កូនខ្លួនឯងនេះអត់ស្ដាប់បង្គាប់ឪពុកម្ដាយជាដើមចឹងយើងឃើញថារឿងជាច្រើនដែលគ្រួសារជួបប្រទះហើយទាំងអស់នោះគឺជាឥទ្ធិពលនៃអំពើបាបដែលពីដំបូងព្រះអង្គអត់បានបង្កើតឲ្យយើងដកពិសោធន៍នៃការទាំងអស់ហ្នឹងទេប៉ុន្តែខ្ញុំជឿជាក់ថាគ្រួសាររបស់យើងណាគេមួយក៏អត់មានណាគេដែលល្អដែរគ្រួសារមួយសិតតែមានបញ្ហាទោះតិចឬក៏ច្រើនប៉ុន្តែនៅក្នុងដួងចិត្តរបស់យើងខ្ញុំជឿថាម្នាក់សិតតែស្រឡាញ់គ្រួសាររបស់យើងខ្លាំងមែនតើយើងចង់ឃើញគ្រួសាររបស់យើងជាគ្រួសារមួយដែលបើទោះបីមិនល្អប៉ុន្តែយើងសង្ឃឹមថាគ្រួសាររបស់យើងជាគ្រួសារមួយដែលអាចនឹងកាន់តែមានភាពប្រសើរពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងហើយបានជានៅថ្ងៃនេះយើងនឹងបន្តជាមួយនឹងមេរៀនទី2របស់យើងអំពីគ្រួសារដែលបាក់បែកនៃមេរៀនជាស៊េរីរបស់យើងហើយនៅក្នុងមេរៀននេះផងដែរយើងនឹងរៀនអំពីរបៀបថាតើគ្រីស្ទបរិស័ទយើងអាចធ្វើយ៉ាងដូចម្ដេចក្នុងការដែលឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទទៅកាន់ក្រុមគ្រួសាររបស់យើងជាមនុស្សដែលយើងស្រឡាញ់ប៉ុន្តែក៏ពិបាកស្រឡាញ់ខ្លាំងបំផុតដែរហើយយើងនឹងដឹងទាំងអស់គ្នាអំពីសេចក្តីពិតដ៏សំខាន់3យ៉ាងថាតើព្រះជាម្ចាស់ទ្រង់អាចនាំយកនៅការផ្សះផ្សាទៅកាន់ក្រុមគ្រួសារដែលបាក់បែកហ្នឹងបានដោយរបៀបណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងនឹងចូលទៅកាន់ចំណុចទី1របស់យើងជាមួយគ្នាដែលចំណុចទី1ដែលយើងនឹងរៀនជាមួយគ្នានោះគឺយើងទាំងអស់គ្នាអត់បានកើតមកក្នុងគ្រួសាររបស់យើងដោយចៃដន្យទេខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នានៅនេះណាគេខ្លះដែលធ្លាប់គិតអំពីការមួយនេះទេអ្នកទាំងអស់គ្នាដែលឆ្ងល់អត់តែហេតុអីបានជាអ្នកទាំងអស់គ្នាកើតនៅក្នុងក្រុមគ្រួសារដែលអ្នកទាំងអស់គ្នាកំពុងតែនៅជាមួយរាល់ថ្ងៃដែលឆ្ងល់អត់តែហេតុអីបានជាខ្ញុំជាកូនរបស់ប៉ាខ្ញុំដែលឆ្ងល់ហេតុបានជាខ្ញុំត្រូវជាបងរបស់ប្អូនខ្ញុំមិនក៏មិននៅផ្ទះអ្នកផ្សេងគ្រួសារអ្នកផ្សេងឬក៏កើតនៅប្រទេសអីផ្សេងទៅដែលមើលទៅគ្រួសាររៀងធូរធារជាងនឹងឬក៏ល្អជាងនឹងតាមអ្វីដែលអ្នកទាំងអស់គ្នាចង់បានអំពីគ្រួសាររបស់អ្នកទាំងអស់គ្នានីមួយខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាធ្លាប់គិតអំពីការនឹងអត់ទេប៉ុន្តែខ្ញុំធ្លាប់គិតពេលដែលខ្ញុំនៅទូចខ្ញុំធ្លាប់សម័យថាអញ្ចឹងតិចខ្ញុំមិនមែនកើតនៅក្នុងផ្ទះរបស់ខ្ញុំហ្នឹងឯងដឹងហើយដល់ថ្នាក់ពេលខ្លះខ្ញុំគិតថាពេលខ្ញុំគេងពេលយប់អញ្ចឹងណាតិចព្រលឹមឡើងមានគេយកក្រែស្នែងមកពីរាជវាំងណាមកយកខ្ញុំត្រឡប់ទៅវាំងវិញឯដឹងខ្ញុំមានរូបភាពមួយចង់បង្ហាញអ្នកទាំងអស់គ្នាដោយសារតែខ្ញុំរករូបភាពឲ្យស្តៀងអត់បានណាអាការសម័យរបស់ខ្ញុំនឹងវារៀងស្អាតជាងហ្នឹងវារៀងមានពណ៌មានអីអញ្ចឹងណាប៉ុន្តែរូបភាពរបស់ខ្ញុំគិតថាខ្ញុំ long for something ដែលអីគេមួយដែលល្អនៅក្នុងក្រុមគ្រួសាររបស់ខ្ញុំគេងពេលយប់ខ្ញុំសម័យថាតិចខ្ញុំគេច្រឡំហីចាក់ដេកទៅពេលគេលោព្រលឹមឡើងមានអ្នកគេយកក្រែស្នែងដឹកទៅវាំងវិញណាហើយគំនិតមួយនេះខ្ញុំគិតថាប្រហែលជាដោយសារតែពេលហ្នឹងខ្ញុំមើលរឿងបុរាណខ្មែរច្រើនពេកដែលភាគច្រើនសាច់រឿងដែលខ្ញុំមើលហ្នឹងគឺដូចរបៀបថាស្ដេចគាត់វែងកូនណាឬក៏ដោយសារតែរាជវាំងហ្នឹងវាមានបញ្ហាហើយចឹងទៅធ្វើឲ្យគាត់ត្រូវលាក់កូនហ្នឹងដល់ពេលកូនហ្នឹងរៀងធំទៅយកកូនហ្នឹងមកវិញចូលតួវាស្ដាប់មើលទៅក៏ប្លែកទៅអត់បងប្អូនប៉ុន្តែនេះគឺជារឿងពិតដែលខ្ញុំបានធ្លាប់គិតពីមុនហើយខ្ញុំជឿថាក៏មានអ្នកទាំងអស់គ្នានៅនេះអ្នកខ្លះធ្លាប់គិតអំពីការនឹងដែរបើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងគ្រួសារមួយដែលអត់សមប្រកបគ្រួសារមួយដែលជួបតែបញ្ហាដែលអ្នកទាំងអស់គ្នាត្រូវប្រឈមរាល់ថ្ងៃអ្នកទាំងអស់គ្នាក៏អាចនឹងគិតនៅអាសំណួរជាច្រើនឧទាហរណ៍ដូចជាចុះមិនទៅបើសិនជាខ្ញុំរស់នៅគ្រួសារផ្សេងពីនឹងជាគ្រួសារដែលខ្ញុំអត់ចាំបាច់ជួបរឿងដល់ឈឺចាប់ទាំងអស់ហ្នឹងចុះមិនទៅបើសិនជាខ្ញុំរស់នៅក្នុងក្រុមគ្រួសារមួយដែលមានគេយល់ពីខ្ញុំជាងនឹងជាគ្រួសារមួយដែលខ្ញុំទទួលបានសេចក្តីស្រឡាញ់ច្រើនជាងនឹងឬក៏ការខ្វាយខ្វល់ជាងនឹងហេតុអីបានជាឲ្យខ្ញុំត្រូវជួបមួយរឿងនឹងដដែលរហូតអញ្ចឹងឃើញថាដួងចិត្តយើងពេញតែអាគំនិតទាំងអស់ហ្នឹងហេតុអីចុះមិនទៅអាគំនិតទាំងអស់ហ្នឹងក៏ជាអ្វីមួយដែលងាយមែនតើឲ្យយើងធ្លាក់ចូលទៅក្នុងការគិតមួយដែលថា
ដោយសារតែគ្រួសារយើងនឹងឯងទើបឲ្យយើងឆ្លងកាត់នៅបញ្ហាបបាក់ទាំងអស់ហ្នឹងហើយគ្រួសាររបស់យើងនឹងឯងជាប្រភពនៃការឈឺចាប់ដែលយើងអត់ស័ក្តិសមនឹងទទួលទេប៉ុន្តែថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនអ្នកគ្នាបានរកឃើញនៅការគិតមួយថ្មីមួយទៀតដែលមកអំពីព្រះបន្ទូលព្រះអង្គដោយអ្នកទាំងអស់គ្នាបានដឹងថាវាមិនមែនមកពីគ្រួសាររបស់យើងទេហើយដែលអ្នកទាំងអស់គ្នាមានវត្តមាននៅក្នុងគ្រួសាររបស់អ្នកទាំងអស់គ្នាក៏មិនមែនជាភាពចៃដន្យដែរព្រះជាម្ចាស់បានស្គាល់អ្នកទាំងអស់គ្នាតាំងពីមុនពេលដែលអ្នកទាំងអស់គ្នាកើតចេញមកផែនដីនេះទៅទៀតព្រះអង្គបានគិតអំពីជីវិតហើយនឹងវត្តមានរបស់អ្នកទាំងអស់គ្នាតាំងពីមុនដែលអ្នកទាំងអស់គ្នាទុំនៅក្នុងផ្ទៃម្ដាយរបស់អ្នកទាំងអស់គ្នាទៅទៀតជាងខ្ញុំសូមអានជូននៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក139ខ15ដល់ខ16តែបទគម្ពីរបានមានបន្ទូលថាការទូបង្គំកើតមាននៅទីកំបាំងហើយបានសូនធ្វើបែបចម្លែកនៅទីទាបនៃផែនដីនោះក្រងកាយរបស់ទូបង្គំមិនកំបាំងនឹងទ្រង់ទេព្រះនេតទ្រង់បានឃើញធាតុនៃទូបង្គំក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវឲ្យទូបង្គំរស់នៅក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយចឹងយើងឃើញថាតាមបទគម្ពីរនេះអាចឲ្យយើងបានដឹងយ៉ាងច្បាស់ថាព្រះជាម្ចាស់បានស្គាល់យើងជាមុនសូម្បីតែពេលដែលយើងបានកើតមកផែនដីនេះទៅទៀតនៅត្រង់ឃ្លាដែលបទគម្ពីរបានមានបន្ទូលថានៅពេលដែលក្រងកាយរបស់យើងនៅពេលដែលក្រងកាយរបស់ទូបង្គំមិនកំបាំងនឹងទ្រង់ទេនោះមានន័យថាវត្តមានដែលបងប្អូនអ្នកគ្នាមាននៅផែនដីនេះមិនមែនជាអីមួយដែល surprise ឬក៏ធ្វើឲ្យព្រះអង្គភ្ញាក់ផ្អើលទេព្រោះព្រះអង្គបានដឹងហើយឯហ្នឹងហើយនៅត្រង់ឃ្លាមួយនៃបទគម្ពីរដែលនិយាយថាការទូបង្គំកើតនៅទីកំបាំងហើយបានសូនធ្វើតែភាសាអង់គ្លេសគេថាអីគេ woven together ដូច day អញ្ចឹងណាអានេះជាពាក្យមួយដែលបង្ហាញថាព្រះអង្គគិតអំពីវត្តមានរបស់យើងព្រះអង្គបានរៀបចំវត្តមានរបស់យើងដោយយកចិត្តទុកដាក់មិនចេះតែបង្កើតឲ្យមានយើងនៅក្នុងផ្ទៃម្ដាយរបស់យើងទេជាងការអាចថាប៉ាម៉ាក់របស់យើងខ្លះគាត់អត់បានមានកម្រងក្នុងការដែលយកយើងប៉ុន្តែមានតែចៃដន្យប៉ុន្តែសម្រាប់ព្រះអង្គបានគិតពីយើងហើយព្រះអង្គមានផែនការយ៉ាងជាក់លាក់ក្នុងការដែលមានយើងនៅក្នុងផែនដីនេះនៅក្នុងក្រុមគ្រួសារដែលយើងរស់នៅរាល់ថ្ងៃនឹងឯងហើយយើងនឹងបន្តទៅឃ្លាមួយទៀតដែលយើងនឹងឃើញនៅក្នុងព្រះគម្ពីរដូចគ្នាដែរគឺត្រង់កន្លែងដែលថាទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់គឺអស់ទាំងថ្ងៃអាយុនៅកន្លែងនេះជាអ្វីមួយដែលរំលឹកឲ្យចង់ឲ្យយើងអ្នកគ្នាដឹងថាបើទោះបីយើងមុនពេលដែលយើងកើតនៅផែនដីជីវិតដែលយើងរស់នៅបច្ចុប្បន្នឬក៏អាយុជីវិតរបស់យើងថានឹងត្រូវផុតនៅពេលណាព្រះជាម្ចាស់ទ្រង់ជ្រាបទាំងអស់ព្រះអង្គបានកត់គ្រប់ទាំងថ្ងៃនៃអាយុជីវិតរបស់យើងនៅក្នុងបញ្ជីរបស់ព្រះអង្គអញ្ចឹងមានន័យថាព្រះអង្គជ្រាបគ្រប់ទាំងអស់នៃសាច់រឿងឬក៏ដំណើររឿងរ៉ាវនៅក្នុងជីវិតដែលយើងជួបប្រទះអីព្រះអង្គទ្រង់ជ្រាបទាំងអស់ព្រះអង្គជ្រាបថាបងប្អូននឹងត្រូវកើតនៅគ្រួសារណាព្រះអង្គជ្រាបថាបងប្អូននឹងត្រូវជួបទុក្ខលំបាកអីគេខ្លះការរីករាយគេខ្លះឬក៏បញ្ហាអីគេខ្លះដែលអ្នកទាំងអស់គ្នាកំពុងតែជួបឥឡូវឬក៏ពេលទៅមុខទៀតព្រះអង្គជ្រាបទាំងអស់អត់មានការណាមួយដែលធ្វើឲ្យព្រះអង្គភ្ញាក់ផ្អើលទេអញ្ចឹងត្រឡប់មកវិញវត្តមានដែលបងប្អូនអ្នកគ្នាមាននៅក្នុងគ្រួសាររបស់អ្នកទាំងអស់គ្នាមិនមែនជារឿងចៃដន្យមិនមែនជាជោគវាសនាមិនមែនជាសំណាងប៉ុន្តែគ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងច្បាស់លាស់យ៉ាងលម្អិតដោយព្រះជាម្ចាស់ហើយការពិតមួយនេះក៏បានបញ្ជាក់បន្ថែមនៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែលសាវកប៉ូលបានសរសេរនៅក្នុងបទគម្ពីរកិច្ចការជំពូក17ខ26ដល់ខ27ខ្ញុំសូមអានជូនទ្រង់បានបង្កើតមនុស្សគ្រប់សាសពីឈាមតែមួយឲ្យបាននៅពេញលើផែនដីព្រមទាំងសម្រេចកំណត់ពេលវេលាដែលបានតាំងជាមុននិងព្រមទីលំនៅរបស់គេគ្រប់គ្នាដើម្បីឲ្យគេស្វែងរកព្រះក្រែងគេនឹងរកទ្រង់ឃើញដោយខំរាវរកមែនតែននោះទេដឹងទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយក៏ដោយចឹងតាមរយៈបទគម្ពីរដែលយើងបានអានជាមួយគ្នាអំបញ្ញមិញនេះយើងឃើញថាលើសពីការដែលព្រះជាម្ចាស់បានជ្រាបពីយើងដឹងពីយើងមុនពេលដែលយើងបានកើតនៅផែនដីព្រះអង្គក៏បានកំណត់នៅកន្លែងដែលបងប្អូននឹងត្រូវកើតឬថាកន្លែងណាដែលបងប្អូននឹងត្រូវរស់នៅដូចគ្នាដែរអញ្ចឹងកុំឆ្ងល់ថាហេតុអីបានជាខ្ញុំកើតនៅក្នុងប្រទេសហ្នឹងសញ្ជាតិមួយហ្នឹងព្រះអង្គបានកំណត់ឲ្យយើងជាស្រេចហើយព្រះអង្គបានដាក់យើងនៅក្នុងក្រុមគ្រួសារមួយហ្នឹងនៅក្នុងផ្ទះមួយហ្នឹងនៅក្នុងប្រទេសមួយហ្នឹងមិនមែនជារឿងចៃដន្យទេហើយគ្រប់កិច្ចការទាំងអស់
គឺដើម្បីឲ្យសម្រេចនៅគោលបំណងនិងមហត្ថេយ្យរបស់ព្រះអង្គហើយវាជាគោលបំណងនៃចេតនាដែលមកអំពីព្រះអង្គអញ្ចឹងជំនួសឲ្យការដែលយើងទាំងអស់គ្នាចោតប្រកាន់ឬក៏មានគំនិតមួយដែលសង្ស័យព្រះអង្គហើយសួរទៅកាន់ព្រះអង្គមិនក៏មិនកើតនៅកន្លែងផ្សេងព្រះអង្គគន់ចង់ទៅកន្លែងផ្សេងប៉ុន្តែសូមឲ្យយើងបានត្រឡប់ហើយគិតអំពីថាតើព្រះអង្គស្រឡាញ់យើងប៉ុណ្ណាព្រះអង្គគិតពីយើងប៉ុណ្ណាយើងមិនមែនកើតនៅក្នុងគ្រួសាររបស់យើងដែលចៃដន្យទេអញ្ចឹងជំនួសដែលគំនិតមួយហ្នឹងសូមបានត្រឡប់មកគិតឡើងវិញថាព្រះអង្គបានដាក់កូននៅក្នុងក្រុមគ្រួសារមួយនេះដោយមានមូលហេតុរបស់ផងព្រះអង្គហើយដោយផែនការរបស់ផងព្រះអង្គយើងទាំងអស់គ្នាអត់បានដាក់នៅក្នុងក្រុមគ្រួសាររបស់យើងដូចជាបែបរឿងនិទានដែលខ្ញុំនិទានមុនហ្នឹងឯងព្រះអង្គបានដាក់យើងនៅក្នុងក្រុមគ្រួសារជាគ្រួសារដែលយើងរស់នៅជាមួយពិតប្រាកដដែលយើងកំពុងតែរស់នៅរាល់ថ្ងៃនឹងឯងហើយដូចដែលយើងបានអានព្រះគម្ពីរតាំងពីដើមអញ្ចឹងព្រះអង្គស្រឡាញ់យើងព្រះអង្គបានគិតពីយើងព្រះអង្គបានសូនច្នៃយើងយ៉ាងយកចិត្តទុកដាក់ដូច្នេះនេះគឺជាសេចក្តីស្រឡាញ់ក្នុងការដែលមានវត្តមានរបស់យើងដែលព្រះអង្គមានសម្រាប់យើងក្នុងការដែលយើងមានវត្តមាននៅផែនដីនេះនៅក្នុងក្រុមគ្រួសាររបស់យើងជាងជំនួសឲ្យការដែលយើងគ្រាន់តែចង់បានសេចក្តីស្រឡាញ់សម្រាប់តែខ្លួនឯងព្រះអង្គក៏បានត្រាស់ហៅយើងក្នុងការដែលឲ្យយើងជាម្នាក់ដែលនាំសេចក្តីស្រឡាញ់ហើយនឹងព្រះគុណរបស់ព្រះអង្គទៅកាន់ក្រុមគ្រួសាររបស់យើងដូចគ្នាផងដែរគ្រួសាររបស់យើងប្រៀបដូចជាទីតាំង mission field ដំបូងដែលយើងត្រូវចាប់ផ្ដើមក្នុងការដែលបង្ហាញអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គទៅកាន់ពួកគាត់ប៉ុន្តែនៅពេលដែលយើងគិតថាអញ្ចឹងព្រះអង្គដាក់កូននៅក្នុងក្រុមគ្រួសាររបស់កូនមិនមែនជារឿងចៃដន្យទេហើយគ្រួសាររបស់កូនហ្នឹងគឺជាទីតាំងបេសកកម្មដំបូងដែលកូនត្រូវបង្ហាញអំពីព្រះអង្គទៅអញ្ចឹងការងារអីគេឲ្យប្រកាសដែលកូនត្រូវធ្វើនៅក្នុងក្រុមគ្រួសាររបស់កូនអញ្ចឹងយើងនឹងចូលទៅកាន់ចំណុចទី2របស់យើងមួយគ្នាតែចំណុចទី2យើងនឹងរៀនអំពីយើងត្រូវបានត្រាស់ហៅឲ្យបង្ហាញពីព្រះគ្រីស្ទនៅផ្ទះរបស់យើងភាគច្រើននៅពេលដែលយើងគិតថាការដែលរស់នៅដោយសេចក្តីជំនឿគឺយើងតែងតែគិតថាការដែលយើងរស់នៅដែលឆ្លុះបញ្ចាំងអំពីព្រះអង្គនៅវិហារនៅកន្លែងធ្វើការឬក៏មិត្តភ័ក្តិនៅខាងក្រៅចុះបងប្អូនយើងមនុស្សដែលស្គាល់យើងជាងគេអ្នកដែលស្និទ្ធស្នាលមួយយើងជាងគេប៉ាម៉ាក់យើងឪពុកម្ដាយយើងប្អូនប្តីប្រពន្ធយើងទាំងអស់ហ្នឹងហើយគឺជាអ្នកដែលមែនតើគាត់ទទួលហើយបាននៅឥទ្ធិពលឬក៏ចឹងថាគាត់អ្នកទទួលផ្ទាល់អំពីរបៀបដែលយើងរស់នៅបង្ហាញអំពីព្រះអង្គទៅកាន់គាត់នឹងឯងផ្ទះខ្ញុំទទួលស្គាល់ថាមិនមែនជាកន្លែងដែលងាយស្រួលក្នុងការដែលបង្ហាញសេចក្តីស្រឡាញ់ឬក៏បង្ហាញអំពីព្រះអង្គទៅកាន់គាត់ទេផ្ទះរបស់យើងដែលយើងរស់នៅរាល់ថ្ងៃមែនតើជាកន្លែងដែលសាកល្បងសេចក្តីជំនឿរបស់យើងខ្លាំងជាងកន្លែងណាទាំងអស់ហេតុអីពីព្រោះនៅក្នុងផ្ទះរបស់យើងដូចពាក្យមួយដែលគេនិយាយថាអ្នកដែលស្គាល់យើងខ្លាំងជាងគេជាអ្នកដែលយើងពិបាកស្រឡាញ់ជាងគេព្រោះក្រុមមនុស្សនឹងឯងជាអ្នកដែលដឹងថាចរិតរបស់យើងបែបម៉េចអាចចំណុចល្អក៏ដឹងអាចចំណុចខ្សោយក៏ដឹងអាចចំណុចអាក្រក់មិនក៏ដឹងអញ្ចឹងយើងពិបាកក្នុងការដែលស្រឡាញ់គ្នាឬក៏ពេលខ្លះយើងមានការរំពឹងទុកពីគ្នាខ្ពស់មែនតើហើយដល់ពេលការរំពឹងដែលយើងមានចំពោះគ្នាអត់មិត្តទៀតវាធ្វើឲ្យយើងdisappointment ខូចចិត្តឬក៏បាក់ទឹកចិត្តចំពោះគ្នាទៅវិញទៅមកហើយបងប្អូនដែលសង្កេតឃើញពេលខ្លះយើងអាចប្រព្រឹត្តឬក៏ធ្វើជាមួយអ្នកដទៃងាយស្រួលណាប៉ុន្តែអាការដដែលដែលយើងធ្វើជាមួយអ្នកដទៃហ្នឹងយើងធ្វើមួយបងប្អូនរបស់យើងដូចពិបាកចាប់ផ្ដើមធ្វើត្រូវអត់អញ្ចឹងជាការពិតផ្ទះគឺជាកន្លែងដែលតេស្តសាកល្បងសេចក្តីជំនឿយើងខ្លាំងជាងកន្លែងណាទាំងអស់ពីព្រោះនៅផ្ទះហ្នឹងឯងជាកន្លែងដែលអាច reveal បង្ហាញពីអត្តចរិតពិតរបស់យើងអញ្ចឹងរបៀបដែលយើងយកបញ្ហាពីក្រៅមកក្នុងផ្ទះឬក៏ភាពតានតឹងផ្សេងដែលយើងនៅក្នុងផ្ទះកំពុងតែកើតមានរបៀបដែលយើងដោះស្រាយឬក៏របៀបដែលយើង respond ឆ្លើយតបនៅក្នុងបញ្ហាចំនួនទាំងអស់នឹងឯងគឺជាអ្វីមួយដែលអ្នកផ្ទះរបស់យើងគាត់នឹងឃើញអំពីព្រះអង្គនៅក្នុងយើងបើទោះបីជាផ្ទះជាកន្លែងមួយដែលពិបាកខ្ញុំគិតថាបើសិនជាអ្នកទាំងអស់គ្នាស្ថិតនៅក្នុងគ្រួសារដែលអត់មានបញ្ហាវាអត់សូវអីទេប៉ុន្តែបើផ្ទះអ្នកខ្លះទៀតចំនួនមួយហ្នឹងពងតែអត់ទាន់ដោះស្រាយហើយមុខមិនទាន់មើលគ្នាចំផងហើយត្រូវឲ្យបង្ហាញសេចក្តីស្រឡាញ់ទៀតវាហត់ទៅពិបាកប៉ុន្តែវាត្រឡប់ឲ្យយើងគិតឡើងវិញថាមែនតើអានេះវាគឺជាជំរើសដែលយើងត្រូវតែជ្រើសរើសក្នុងការដែលធ្វើហើយ
ទៀមទីឲ្យយើង put effort ព្យាយាមដាក់ចិត្តដាក់កាយក្នុងការដែលបន្តធ្វើឲ្យបង្ហាញអំពីការអត់ទោសការអត់ធ្មត់ហើយនឹងបង្ហាញសេចក្តីស្រឡាញ់ទៅកាន់គាត់ខ្លាំងមែនទែនអ្នកផ្ទះរបស់យើងតែគេនិយាយថាផ្ទះគឺជាកន្លែងដែលសាក់លបងសេចក្តីជំនឿហើយពិបាកបង្ហាញសេចក្តីស្រឡាញ់ប៉ុន្តែផ្ទះក៏ជាកន្លែងដែលត្រូវការសេចក្តីស្រឡាញ់ហើយនឹងត្រូវការឲ្យយើងបង្ហាញការទាំងអស់នោះទៅកាន់គាត់ក៏ខ្លាំងជាងគេដែរខ្ញុំបានចូលរួមកម្មវិធី conference មួយសិក្ខាសាលាមួយនិយាយអំពី leadership អ្នកដឹកនាំហើយពេលហ្នឹង staff team ទាំងអស់ទៅចូលរួមហើយនឹងមានបងប្អូនសមាជិកក្រុមជំនុំរបស់យើងមួយចំនួនបានទៅដែរក្នុងនោះក៏មានបងប្អូនប្រុសបង្កើតខ្ញុំទៅដែរហើយបន្ទាប់មកពេលដែលយើងរៀនមេរៀននៅហ្នឹងមានវាគ្មិនគាត់ចែកម្លែកមេរៀនបានល្អច្រើនមែនតើហើយមានមេរៀនមួយហ្នឹងយើងរៀនអំពីប្រធានបទក្រោមចំណងជើងដូចជា 7 frequencies of communication របៀបប្រស័យតាក់ទងរបៀប style ប្រស័យតាក់ទងតាំង7ប្រភេទគេហៅ free កង់ហ្នឹងហើយហើយក្នុងនោះវាមានច្រើនប្រភេទមានប្រភេទបែបដែលយើងនិយាយទៅអ្នកដែលទទួលពីយើងហ្នឹងគេស្ដាប់មើលទៅដូចជាយើងជំរុញទឹកចិត្តគេមាន motivator មាន healer មានពេលដែលគេស្ដាប់ទៅគេទទួលបានការជំរុញទឹកចិត្តឬក៏អ្នកដែលនិយាយមួយយើងហ្នឹងយើងមានអារម្មណ៍ថាគាត់ជាអ្នកដែលពេញដោយចំណេះដឹងអញ្ចឹងទៅគេហៅ professor ហើយមានមួយទៀតដែលស្ដាប់ទៅមានអារម្មណ៍គាត់ទទួលបានការ comfort អាហ្នឹងគេហៅថាប្រភេទ communication style បែប healing ហើយក្នុងហ្នឹងក៏មានមួយទៀតគឺ commander ដូចអ្នកបជាការដូចអ្នកគ្រប់គ្រងឬក៏អ្នកដឹកនាំគេអញ្ចឹងណាពេលដែលយើងរៀនមេរៀនហ្នឹងហើយក៏សម្រាប់បាយថ្ងៃហើយពេលកំឡុងពេលបាយថ្ងៃហ្នឹងក៏ពួកយើងជុំគ្នាហើយក៏និយាយគ្នាតែចេះមើលឥឡូវចែកម្លែកគ្នាអញ្ចឹងណាថាតើនៅក្នុងចំណោមគ្នាយើងហ្នឹងមាន communication style បែបម៉េចអា free កង់តាំង7ដែលយើងបានរៀនមុនហ្នឹងហ៎ហើយគេដូរវេនគ្នាម្នាក់ម្ដងដល់ពេលហើយដល់វេនបងអូនខ្ញុំគេនិយាយមកខ្ញុំណាគេមើលខ្ញុំតិចសិនតែពេលហ្នឹងគេនិយាយអង់គ្លេសព្រោះ pastor នៅនឹងដែរគេមើលខ្ញុំមកស្ទោះគេថា I think you are a commander ខ្ញុំ shock បងប្អូនពេលបងអូនខ្ញុំរហៅមកនិយាយថាអូឯងដឹងតា healer ហើយ motivator ហើយព្រោះទទួលស្គាល់ខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡាញ់បងអូនខ្ញុំគិតមិនអត់ដឹងតែខ្ញុំដឹងច្បាស់ថាខ្ញុំស្រឡាញ់បងអូនខ្ញុំហើយខ្ញុំតែងតែចង់ឲ្យអ្វីដែលល្អបំផុតឲ្យកាន់បងអូនខ្ញុំប៉ុន្តែពេលហ្នឹងក៏ជាពេលដែលយើងនិយាយថា moment of truth ដែលបានបង្ហាញខ្ញុំហើយវា shock ខ្ញុំដែរបងប្អូនប៉ុន្តែពេលដែលខ្ញុំគិតឡើងវិញមានអីមួយដែលដាស់តឿនខ្ញុំថាប្រហែលជារបៀបដែលខ្ញុំគិតថាខ្ញុំតែងតែស្រឡាញ់គាត់របៀបដែលខ្ញុំនិយាយទៅកាន់គាត់វាមិនមែនជាអ្វីមួយដែលគាត់អាចទទួលសេចក្តីស្រឡាញ់ពីខ្ញុំទៅកាន់គាត់ទេជាក់ស្ដែងខ្ញុំតែងតែប្រាប់គាត់ឲ្យគាត់ធ្វើនេះធ្វើនោះដោយរំពឹងថានេះជាសេចក្តីស្រឡាញ់ខ្ញុំទៅកាន់គាត់ហើយខ្ញុំចង់ឃើញគាត់ល្អចង់ឃើញគាត់ប្រសើរជាងនឹងប៉ុន្តែរបៀបដែលខ្ញុំធ្វើអិយាប័ត្រដែលខ្ញុំមានចំពោះគាត់វាផ្ទុយពីអ្វីដែលខ្ញុំបានឲ្យទៅគាត់ហើយនោះក៏ជាអ្វីដែលចង់រំលឹកទៅកាន់បងប្អូនទាំងគ្នារួមទាំងខ្ញុំដែរឲ្យយើងបានសួរខ្លួនឯងហើយ check ខ្លួនឯងមើលថាតើបើសិនបើសមាជិកគ្រួសាររបស់យើងម្នាក់គាត់អាចពិពណ៌នាអំពីចរិតឬក៏បើសិនជាគាត់អាចពិពណ៌នាអំពីចរិតឬក៏ផ្អែកលើរបៀបដែលយើងប្រព្រឹត្តចំពោះគាត់ណាថាតើពួកគាត់បានឃើញអំពីសេចក្តីស្រឡាញ់ព្រះអង្គនៅក្នុងខ្លួនយើងអត់អញ្ចឹងសូមបានគិតអំពីថងចំណុចនេះពេលខ្លះយើងតែងតែគិតថាយើងជាគ្រីស្ទបរិស័ទយើងជាពលឺនៅក្នុងផ្ទះរបស់យើងប៉ុន្តែតើសកម្មភាពការនិយាយស្ដីអិយាប័ត្រដែលបងប្អូនអ្នកគ្នាមានហ្នឹងពិតជាអ្វីមួយដែលគាត់អាចទទួលហើយបង្ហាញអំពីសេចក្តីស្រឡាញ់ព្រះអង្គនៅក្នុងខ្លួនរបស់យើងតែគាត់អាចឃើញអំពីព្រះអង្គនៅក្នុងយើងអត់អិយាប័ត្ររបៀបដែលយើងនិយាយស្ដីគ្រប់សកម្មភាពរបស់យើងទាំងអស់នៅក្នុងផ្ទះដែលយើងធ្វើមួយក្រុមគ្រួសាររបស់យើងគឺពិតជាសំខាន់ខ្លាំងមែនតើយើងអាចគ្រាន់តែធ្វើខ្លួនឲ្យខ្លួនយើងជាគ្រីស្ទបរិស័ទនៅតែទីសាធារណៈខាងក្រៅទេប៉ុន្តែព្រះអង្គក៏សពហត្ថិឲ្យយើងធ្វើខ្លួនរបស់យើងជាកូនរបស់ព្រះអង្គជាគ្រីស្ទបរិស័ទនៅក្នុងផ្ទះរបស់យើងដែរជាកន្លែងដែលពិបាកធ្វើជាងគេប៉ុន្តែក៏ជាកន្លែងដែលសំខាន់ក្នុងការដែលយើងផ្ដល់ឲ្យទៅកាន់ពួកគាត់ជាងគេដែរខ្ញុំសូមអានជូននៅក្នុងព្រះគម្ពីរកូឡូសជំពូក3ខ18ដល់ខ21
ដែលបទគម្ពីរនេះគឺជាបទគម្ពីរដែលបង្ហាញពីរបៀបដែលយើងអាចឆ្លុះបញ្ចាំងអំពីព្រះគ្រីស្ទនៅក្នុងផ្ទះរបស់យើងខ្ញុំសូមអានជូនដូច្នេះចូលប្រដាប់កាយដោយចិត្តក្ដួលអាណិតសប្បុរសសុភាពសំឡូតនិងចិត្តអត់ធ្មត់ទុកដូចជាពួកអ្នករើសតាំងដែលបរិសុទ្ធហើយស្ងួនភ្ងាដល់ព្រះចោះហើយទ្រាំទ្រគ្នាទាំងអត់ទោសគ្នាទៅវិញទៅមកបើអ្នកណាមានហេតុផលនឹងអ្នកទាស់នឹងអ្នកណានោះចូលអត់ទោសឲ្យគេចោះដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរចូលបន្ថែមទាំងសេចក្តីស្រឡាញ់ថែមទៀតជាចំណងនៃសេចក្តីគ្រប់លក្ខចូលឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រាក្នុងចិត្តដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯងឲ្យមានរូបកាយតែមួយហើយត្រូវដឹងគុណផងអញ្ចឹងបទគម្ពីរនេះគឺជាបទគម្ពីរដែលសាវកប៉ូលគាត់បានសរសេរសម្បត្តិទៅទីក្រុងតូចមួយនៅអាស៊ីហើយខណៈពេលដែលគាត់កំពុងតែសរសេរសម្បត្តិនេះគឺជាពេលដែលគាត់ជាប់ឃុំឃាំងនៅទីក្រុងរ៉ូមនៅឡើយហើយគោលបំណងនៃការដែលគាត់សរសេរសម្បត្តិនេះគឺគាត់ចង់ផ្ញើទៅកាន់ក្រុមអ្នកជឿព្រះអង្គមួយក្រុមនៅទីក្រុងតូចនៅអាស៊ីនឹងឯងទីក្រុងកូឡូសដែលជាទីក្រុងតូចមួយនៅអាស៊ីដោយសារតែក្រុមគ្រីស្ទបរិស័ទហ្នឹងគឺគាត់នៅមានជំនឿថ្មីឡើយហើយគាត់កំពុងតែជួបជាមួយនឹងសម្ពាធពីវប្បធម៌ហើយនឹងគ្រួសាររបស់គាត់ផ្សេងហើយនឹងមានការបង្រៀនខុសឆ្គងផ្សេងដែលធ្វើឲ្យគាត់បែកចេញពីព្រះអង្គអញ្ចឹងគាត់សរសេរទៅកាន់ក្រុមមនុស្សដែលអ្នកជឿទាំងអស់ហ្នឹងជាការមួយដែលលើកទឹកចិត្តគាត់ហើយរំលឹកគាត់ឡើងវិញថាតើគាត់ជាណាគេនៅក្នុងព្រះអង្គរំលឹកគាត់អំពីអត្តសញ្ញាណរបស់គាត់នៅក្នុងព្រះអង្គក្រោយពេលដែលគាត់បានទទួលជឿព្រះអង្គហើយថាតើគាត់គួរតែរស់នៅដោយប្រដាប់ខ្លួនគាត់បែបយ៉ាងដូចម្ដេចក្នុងការដែលប្រស័យតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនរាល់ថ្ងៃរបស់គាត់អញ្ចឹងដូចគ្នានៅក្នុងបទគម្ពីរនេះក៏ជាអ្វីមួយដែលឆ្លុះបញ្ចាំងអំពីរបៀបដែលយើងអាចប្រដាប់ខ្លួនយើងក្នុងការដែលរស់នៅសម្រាប់ជួយឲ្យទំនាក់ទំនងរបស់យើងនៅក្នុងគ្រួសាររបស់យើងបានល្អប្រសើរដែរអញ្ចឹងយើងនឹងចូលទៅមើលឲ្យបានស៊ីជម្រៅមួយគ្នានៅខ12នៅខ12នៅពេលដែលសាវកប៉ូលបានចាប់ផ្ដើមមុនពេលដែលគាត់ប្រាប់យើងថាយើងគួរតែធ្វើអរិយាប័ត្របែបនេះគួរតែប្រព្រឹត្តបែបនេះគាត់ចាប់ផ្ដើមដោយការដែលរំលឹកយើងម្ដងទៀតថាយើងជាណាគេនៅចំពោះព្រះអង្គនៅត្រង់ឃ្លាដែលនិយាយថាពួកអ្នករើសតាំងដែលបរិសុទ្ធហើយស្ងួនភ្ងាដល់ព្រះនៅក្នុងភាសាអង់គ្លេសគេនិយាយថា God chosen people holy and dearly loved កន្លែងនេះចង់សំដៅថាយើងទាំងអស់គ្នាមិនមែនជាមនុស្សធម្មតាដូចពីមុនទៀតទេដូចគ្នានៅក្នុងក្រុមគ្រួសាររបស់យើងក៏ដោយយើងជាអ្នកដែលព្រះអង្គបានជ្រើសតាំងយើងទទួលបានសេចក្តីសង្គ្រោះយើងរស់នៅក្នុងជីវិតថ្មីនៅក្នុងព្រះអង្គហើយអញ្ចឹងលើសពីអ្នកណាទាំងអស់យើងដូចជាម្នាក់ដែល represent ព្រះអង្គអញ្ចឹងហើយគ្រាន់តែជាអ្នកដែលមិនត្រឹមតែជាអ្នកដែល represent ព្រះអង្គធម្មតាទេប៉ុន្តែជាម្នាក់ដែលព្រះអង្គស្រឡាញ់ទៀតជាអ្នកដែលស្ងួនភ្ងាហើយគួរតែជាម្នាក់ដែលរស់នៅក្នុងជីវិតអត់ដូចពីមុនទេគួរតែជាអ្នកដែលរស់នៅដែល set apart បរិសុទ្ធអត់ចង់ធ្វើខុសឬក៏អត់ប្រព្រឹត្តដូចលើកមុនទេហើយអ្វីដែលយើងបានឃើញនៅក្នុងត្រង់ចំណុចនេះផងដែរវាក៏ជាអ្វីមួយដែលរំលឹកខ្លួនយើងផងដែរថាដែលព្រះអង្គជ្រើសរើសយើងក៏មិនដោយសារតែតម្លៃរបស់យើងពឹងផ្អែកទៅលើគ្រួសាររបស់យើងល្អឬក៏មិនល្អប៉ុណ្ណាប៉ុន្តែព្រះអង្គជ្រើសរើសយើងដោយសារព្រះអង្គស្រឡាញ់យើងហើយនេះគឺជាគុណតម្លៃដែលចង់ឲ្យយើងឃើញខ្លួនយើងដូចគ្នាផងដែរហើយយើងគឺជាម្នាក់ដែលត្រូវបានជ្រើសរើសសម្រាប់ជាផ្នែកនៃផែនការរបស់ព្រះអង្គដូចគ្នាហើយចំណុចបន្ទាប់នៅក្នុងខ12ដដែលដែលយើងឃើញថាលោកប៉ូលបានប្រាប់ថាដើម្បីឲ្យតំណែងរបស់យើងនៅក្នុងក្រុមគ្រួសារអាចឆ្លុះបញ្ចាំងអំពីព្រះអង្គបានគឺគាត់លើកទឹកចិត្តឲ្យយើងប្រដាប់កាយដោយចិត្តក្ដួលអាណិតសប្បុរសសុភាពសំឡូតហើយនឹងចិត្តអត់ធ្មត់អញ្ចឹងដោយតែរាល់ថ្ងៃបងប្អូនទាំងអស់គ្នារើសម៉ូតកៅអៅឬក៏ដាក់ឈុតណាត្រូវមួយឈុតណាអញ្ចឹងណាដូចគ្នាយើងត្រូវតែជ្រើសរើសក្នុងការដែលរស់នៅក្នុងអរិយាប័ត្រមួយដែលដាក់អាការល្អទាំងអស់ដែលព្រះអង្គបានប្រាប់យើងតាមរយៈសម្បត្តិរបស់លោកប៉ូលដូចគ្នាដែរខ្ញុំទទួលស្គាល់ថាវាមិនមែនជាធម្មជាតិរបស់យើងដែលយើងងាយស្រួលបង្ហាញសេចក្តីស្រឡាញ់ការអត់ទោសទាំងអស់ហ្នឹងមកហ្មងទេប៉ុន្តែយើងត្រូវតែជ្រើសរើសក្នុងការដែលធ្វើការទាំងអស់ហ្នឹងដើម្បីឲ្យគ្រួសាររបស់យើងបានល្អប្រសើរជាងមុនហើយដូចគ្នាផងដែរព្រះអង្គបានជ្រើសរើសយើងឲ្យយើងធ្វើការទាំងអស់មួយហ្នឹងវាងាយស្រួលក្នុងការដែលយើង react ឆ្លើយតបទៅវិញនៅពេលដែលគ្រួសារមានបញ្ហាឬក៏កំពុងតែឆ្លោះនឹងយើងងាយស្រួលក្នុងការដែលអត់បង្ហាញអាក្តីស្រឡាញ់ឬក៏ឆ្លើយតបទៅវិញដោយកំហឹងភ្លាមប៉ុន្តែនៅពេលដែលបើសិនជាបងប្អូនទាំងអស់គ្នា
បដូរមកជ្រើសរើសក្នុងការដែលប្រដាប់ខ្លួនឯងជាមួយនឹងចិត្តក្ដួលអាណិតចិត្តសប្បុរសសុភាពឬក៏សម្លូតហើយអត់ធ្មត់នៅក្នុងកលៈទេសៈទាំងអស់ហ្នឹងសកម្មភាពទាំងអស់ហ្នឹងឯងគឺជាពន្លឺដែលឲ្យអ្នកផ្ទះរបស់យើងបានឃើញអំពីព្រះអង្គនៅក្នុងខ្លួនរបស់យើងហើយពេលខ្លះវាអត់ចាំបាច់ចាប់ផ្ដើមដោយការដែលពិបាកខ្លាំងទេវាអាចចាប់ផ្ដើមដោយសកម្មភាពងាយសាមញ្ញធម្មតាឧទាហរណ៍ដូចជាចេះអរគុណចេះសុំទោសឬក៏ចេះសរសើរគ្នាទៅវិញទៅមកនៅក្នុងផ្ទះរបស់យើងខ្ញុំជឿថាអ្នកខ្លះនៅផ្ទះមួយគ្នារាល់ថ្ងៃមិនដែលតាំងនិយាយមួយគ្នាផងអ្នកខ្លះទៀតនៅផ្ទះមួយគ្នារាល់ថ្ងៃអត់ដែលចេះនិយាយពាក្យសរសើរឬក៏លើកទឹកចិត្តអរគុណចំពោះអ្នកផ្ទះរបស់យើងផងទោះពេលខ្លះម៉ាក់យើងខំធ្វើម្ហូបឲ្យយើងញ៉ាំរាល់ថ្ងៃមិនដែលទាំងចេះនិយាយសរសើរថាម្ហូបឆ្ងាញ់ឬក៏អរគុណគាត់ផងអានេះគឺជាសកម្មភាពសាមញ្ញទូចៗដែលយើងគួរតែចាប់ផ្ដើមដែលបង្ហាញអំពីព្រះអង្គនៅក្នុងផ្ទះរបស់យើងហើយទូចហ្នឹងឯងគឺជាអ្វីដែលបង្កើននូវភាពស្និទ្ធស្នាលនិងសេចក្តីស្រឡាញ់នៅផ្ទះរបស់យើងកាន់តែរឹងមាំថែមទៀតដូចគ្នាផងដែរចំណុចមួយទៀតដែលយើងអាចឃើញអំពីរបៀបដែលសាវកពោបានប្រាប់យើងគឺនៅក្នុងខ13ដែលគាត់លើកឡើងអំពីការអត់ទោសតែគាត់និយាយថាចូលអត់ទោសឲ្យគេចោះដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរខ្ញុំដឹងថាការអត់ទោសមិនជារឿងដែលងាយស្រួលទេជាពិសេសសម្រាប់អ្នកដែលគាត់ឆ្លងកាត់នៅរឿងមួយដែលឈឺចាប់ខ្លាំងរបួសស្នាមហ្នឹងមិនជារឿងដែលងាយស្រួលទេប៉ុន្តែសូមលើកទឹកចិត្តបងប្អូនអ្នកគ្នាឲ្យឃើញពីរបៀបដែលព្រះអង្គបានអត់ទោសឲ្យយើងជាមុនព្រះអង្គបានជ្រើសរើសក្នុងការដែលអត់ទោសឲ្យយើងទាំងដែលយើងអត់ស័ក្តិសមនឹងទទួលនៅការអត់ទោសមួយនឹងឯងហើយតាមរបៀបនេះហើយជាអ្វីដែលលើកទឹកចិត្តឲ្យយើងរៀនក្នុងការដែលអនុញ្ញាតឲ្យព្រះអង្គបង្រៀននៅការអត់ទោសនៅមកកាន់យើងដូចគ្នាអនុញ្ញាតឲ្យព្រះអង្គបានព្យាបាលដួងចិត្តរបស់យើងតាមរយៈការអត់ទោសនឹងដែរហើយចំណុចមួយទៀតដែលយើងបានរៀនជាមួយគ្នាផងដែរនោះគឺនៅខទី14ដែលត្រង់ឃ្លាមួយដែលនិយាយថាចូលបន្ថែមទាំងសេចក្តីស្រឡាញ់ថែមទៀតចឹងមិនត្រឹមតែសេចក្តីស្រឡាញ់ធម្មតាមានន័យថាស្រឡាញ់លើកមុនប៉ុណ្ណឹងឥឡូវថែមសេចក្តីស្រឡាញ់ថែមទៀតសេចក្តីស្រឡាញ់គឺជាអ្វីមួយដែលជាមូលដ្ឋានគ្រឹះសំខាន់មែនតើពីព្រោះបើសិនជាបងប្អូនទាំងអស់គ្នាចង់ធ្វើអាការតាំងប្រមាណដែលជាលក្ខណៈដំបូងដែលព្រះអង្គប្រាប់ថាឲ្យយើងមានចិត្តអត់ធ្មត់មានសេចក្តីសប្បុរសមានអីផ្សេងជាច្រើនហ្នឹងណាអត់មានសេចក្តីស្រឡាញ់ទេអាការទាំងអស់ហ្នឹងក៏យើងអាចធ្វើបានដែរធ្វើម៉េចអ្នកទាំងអស់គ្នាអាចមានការអត់ទោសបានឬក៏ធ្វើម៉េចអ្នកទាំងអស់គ្នាអាចមានភាពអត់ធ្មត់បានបើសិនជាអ្នកទាំងអស់គ្នាអត់មានសេចក្តីស្រឡាញ់ផងធ្វើម៉េចអាចឲ្យយើងបង្ហាញអំពីដួងចិត្តដែលសប្បុរសចំពោះគ្នាទៅវិញបានបើយើងអត់មានសេចក្តីស្រឡាញ់ផងហ្នឹងអញ្ចឹងព្រះអង្គមានទូថាឲ្យយើងមានសេចក្តីស្រឡាញ់ធម្មតាសេចក្តីស្រឡាញ់ថែមទៀតច្រើនជាងមុនថែមទៀតហើយចំណុចមួយចុងក្រោយដែលយើងរៀនបានតាមរយៈលក្ខណៈដែលយើងគួរតែប្រដាប់ខ្លួនយើងក្នុងការដែលបង្ហាញអំពីព្រះគ្រីស្ទនៅក្នុងផ្ទះរបស់យើងគឺសាវកពោលបាននិយាយថាចូលឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្តយើងជំនួសឲ្យការដែលយើងព្យាយាមយកឈ្នះយកចាញ់នៅក្នុងក្រុមគ្រួសាររបស់យើងបងសពហត្ថីឲ្យយើងយកសន្តិភាពសេចក្តីមេត្រីដាក់មុខយើងដឹកនាំយើងហើយនៅពេលដែលយើងចង់បានសន្តិភាពឬក៏សេចក្តីមេត្រីហ្នឹងនៅពេលដែលយើងឆ្លើយតបនៅក្នុងកលៈទេសៈដែលយើងកំពុងតែឆ្លោះគ្នាឬក៏មានបញ្ហាហ្នឹងយើងក៏ឃើញរបៀបដែលយើងឆ្លើយតបទៅដោយអត់កំរោលទៅវិញឬក៏អត់កំហឹងទៅវិញដូចគ្នាផងដែរអញ្ចឹងយើងឃើញថាមានលក្ខណៈជាច្រើនផ្សេងដែលលោកពោបានលើកទឹកចិត្តឲ្យយើងបានដឹងថាដែលឥឡូវយើងជាម្នាក់ដែលព្រះអង្គជ្រើសរើសជាអ្នកដែលបរិសុទ្ធជាអ្នកដែលជាទីស្រឡាញ់របស់ព្រះអង្គយើងគួរតែរស់នៅដោយជ្រើសរើសប្រដាប់ខ្លួនប្រដាប់កាយយើងដោយអរិយាប័ត្រល្អទាំងអស់ហ្នឹងដើម្បីបង្ហាញពីព្រះគ្រីស្ទនៅក្នុងទំនាក់ទំនងរបស់យើងនៅក្នុងផ្ទះរបស់យើងហើយតាមរយៈសកម្មភាពទូចដែលខ្ញុំបានលើកឡើងមកហ្នឹងនោះគឺជាអ្វីមួយដែលសំខាន់មែនទែនហើយវាគឺជាជំរឿសដែលសំខាន់ដែលអាចជួយឲ្យគ្រួសាររបស់យើងត្រឡប់មកកាន់តែប្រសើរជាងមុនដូចគ្នាដូចនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក5ខ16បានមានបន្ទូលថាដូច្នេះចូលឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្តរួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌អញ្ចឹងនៅពេលដែលយើងអាចរស់នៅបានដោយរបៀបបែបហ្នឹងផ្ទះរបស់យើងនឹងចាប់ផ្ដើមពន្លឺនឹងវាភ្លឺនៅក្នុងទីដ៏ងងឹតឬក៏បញ្ហាដ៏ពិបាកហ្នឹងហើយក៏ជាពេលដែលយើងអាចចាប់ផ្ដើមឆ្លុះបញ្ចាំងអំពីព្រះអង្គនៅក្នុងក្រុមគ្រួសាររបស់យើងដូចគ្នាផងដែរខ្ញុំជឿថា
វាមិនមែនត្រឹមតែមួយថ្ងៃដែលយើងអាចផ្លាស់ប្ដូរការនឹងទាំងអស់បានទេហើយខ្ញុំជឿថាពេលដែលផ្ទះរបស់យើងកំពុងតែមានបញ្ហាឬក៏មានការបាក់បែកឬក៏អត់ចុះសម្រុងគ្នាហ្នឹងក៏យើងអាចគ្រប់គ្រងទាំងអស់បានដែរប៉ុន្តែអ្វីដែលយើងអាចគ្រប់គ្រងបានគឺជារបៀបដែលយើងជ្រើសរើសក្នុងការដែលឆ្លើយតបដែលអាចបង្ហាញពីព្រះអង្គទៅកាន់គ្រួសាររបស់យើងហើយខ្ញុំជឿថាអាការទាំងអស់ហ្នឹងនឹងអាចចាប់ផ្ដើមហៀលព្យាបាលលើទំនាក់ទំនងគ្រួសាររបស់យើងពីមួយពេលទៅមួយពេលហើយឥឡូវនេះយើងនឹងបន្តចូលទៅចំណុចទី3របស់យើងបន្តដើម្បីយើងដឹងថាតើបទគម្ពីររបស់ព្រះអង្គរបៀបណាដែលអាចនាំនៅការផ្សះផ្សាមកកាន់គ្រួសាររបស់យើងគឺយើងមានក្តីសង្ឃឹមក្នុងការដែលយើងអាចបំបែកនៅវត្តនៃការបាក់បែកក្នុងក្រុមគ្រួសាររបស់យើងបានពីព្រោះតាំងពីដើមមកអ្នកទាំងគ្នាបានឮហើយថាយើងមិនមែនកើតនៅក្នុងគ្រួសាររបស់យើងដែលចៃដន្យទេព្រះអង្គបានដាក់យើងនៅកន្លែងហ្នឹងហើយយើងទាំងអស់គ្នាត្រូវបានត្រាស់ហៅឲ្យជាអ្នកដែលបង្ហាញអំពីសេចក្តីស្រឡាញ់ព្រះអង្គនៅក្នុងក្រុមគ្រួសាររបស់យើងប៉ុន្តែពេលខ្លះអ្នកទាំងគ្នាដែលគិតទៅរួចដែរអារឿងហ្នឹងវាយូរមកហើយខ្ញុំគិតថាវាពិបាកក្នុងការដែលផ្លាស់ប្ដូរប្រកបដែរបងប្អូនគ្រួសាររបស់យើងអាចផ្លាស់ប្ដូរទៅជាល្អប្រសើរក្នុងមួយថ្ងៃបានទេឬក៏ភ្លាមបានទេវាពិបាកហើយជាក់ស្ដែងការទាំងអស់នេះយើងអាចធ្វើដោយខ្លួនឯងបានបើមិនជាអត់មានជំនួយហើយអ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងមួយទៀតគឺអំពើបាបវាមានអត្តពលបន្តរហូតដល់កូនចៅជំនាន់ក្រោយដូចគ្នាផងដែរអញ្ចឹងវាជាអត្តពលតគ្នាអញ្ចឹងមិនមែនបានន័យថាយើងទៅភ្លាមយើងអាចកាត់ផ្ដាច់បានភ្លាមទេនៅក្នុងព្រះគម្ពីរយេរេមៀចំពុក32ខ18បានមានបន្ទូលថាគឺទ្រង់សម្ដែងសេចក្តីសប្បុរសដល់មនុស្សទាំងពាន់ហើយក៏សងអំពើទុច្ចរិតរបស់ពួកអាយកោទៅលើទ្រង់នៃពួកកូនចៅគេនៅតាមក្រោយទ្រង់ជាព្រះដ៏ធំហើយមានឥទ្ធិឫទ្ធិព្រះនាមទ្រង់គឺព្រះយេហូវ៉ានៃពួកពលបរិវារចឹងតាមរយៈបទគម្ពីរនេះយើងឃើញអំពីតយភាពរវាងព្រះអង្គមានន័យថាភាពស្មើគ្នារបស់ព្រះនៃយើងដែលទ្រង់ក៏ជាព្រះដែលពេញដោយសេចក្តីស្រឡាញ់ដ៏អស្ចារ្យហើយទ្រង់ក៏ជាព្រះដែលមានភាពយុត្តិធម៌ដែរដូចនៅក្នុងគម្ពីរដែលប្រាប់ថាទ្រង់សម្ដែងសេចក្តីសប្បុរសដល់មនុស្សទាំងពាន់ប៉ុន្តែព្រះអង្គក៏សងរាល់ទាំងអំពើទុច្ចរិតរបស់អាយកោទៅលើទ្រង់នៃកូនចៅដែរអញ្ចឹងនេះជាអីមួយដែលបង្ហាញថាអំពើបាបរបស់យើងគឺអាចបន្តទៅអ្នកខាងក្រោយទៀតប៉ុន្តែកន្លែងនេះសូមបញ្ជាក់ដែរវាមិនមែនសំដៅទៅលើបដាសាដែលព្រះអង្គដាក់ទៅកាន់ឧទាហរណ៍ថាឪពុកម្ដាយធ្វើខុសកូនរបស់គាត់នឹងអូតូម៉ាទិកលីត្រូវទទួលបដាសាមកអំពីព្រះអង្គថាគាត់ត្រូវទទួលបាបនឹងជំនួសឪពុកម្ដាយរបស់គាត់ទេមិនមែនអញ្ចឹងទេប៉ុន្តែនេះគឺចង់សំដៅទៅលើអលទ្ធផលធម្មជាតិនៃអំពើបាបរបស់យើងឧទាហរណ៍ដើម្បីឲ្យអ្នកទាំងគ្នាងាយស្រួលយល់អ្នកទាំងគ្នាសាកសម័យទៅកាន់ក្រុមគ្រួសារមួយដែលគាត់តែងតែឆ្លោះប្រកែកគ្នារាល់ថ្ងៃអត់ដែលចេះនិយាយពាក្យព្រោះទេគាត់តែងតែប្រើកំហឹងក្នុងការដោះស្រាយបញ្ហាពេលខ្លះបោកទ្វារបិទទ្វារខ្លាំងឬក៏កំហុសអីផ្សេងហ្នឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាសម័យមើលការដែលកូនដែលរស់នៅក្នុងបរិបទគ្រួសារបែបហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃចឹងអាអត្តពលទាំងអស់ហ្នឹងវានឹងជះទៅកាន់កូនរបស់គាត់ឧទាហរណ៍ទៀតបើសិនជាគ្រួសារហ្នឹងរហូតដល់ថ្នាក់បែកបាក់គ្នារវាងប្តីប្រពន្ធណាអញ្ចឹងកូនណាគាត់នឹងមើលឃើញអំពីការទាំងអស់ហ្នឹងចង់មិនចង់ពេលខ្លះអាអត្តពលនៃអាអីដែលពុកម្ដាយរបស់គាត់បានធ្វើហ្នឹងវានឹង affect មកកាន់កូនរបស់គាត់ធ្វើឲ្យកូនរបស់គាត់ចាប់ផ្ដើមមានអារម្មណ៍ថាអត់ secure អត់មានសុវត្ថិភាពមានភាពភ័យខ្លាចឬក៏ដោយអត់ដឹងខ្លួនគាត់ចេះប្រើពាក្យអសុរោះផ្សេងជាមួយនឹងអ្នកដទៃហើយពេលខ្លះទៀតអាចធ្វើឲ្យគាត់ពេលដែលគាត់ធំថោតឡើងណាគាត់អត់ទុកចិត្តមនុស្សទេគាត់អត់ទុកចិត្តជាមួយនឹងទំនាក់ទំនងទេពិបាករហូតដៃគូព្រោះគាត់ខ្លាចដូចអ្នកផ្ទះរបស់គាត់អញ្ចឹងអានេះគឺចង់សំដៅទៅថាជំរឿសនៃការដែលយើងប្រព្រឹត្តបាបឬក៏ការអាក្រក់ទាំងអស់ហ្នឹងវាអាចជះឥទ្ធិពលដល់អ្នកបន្ទាប់ផ្សេងទៀតបើទោះបីគាត់អត់ធ្វើបាបដែរប៉ុន្តែ here's the good news នេះគឺជាដំណឹងល្អដែលយើងទាំងអស់គ្នាអាចដឹងបានបើទោះបីជាអំពើបាបឬក៏អ្វីដែលយើងធ្វើវាមានតែងតែមានលទ្ធផលរបស់វាប៉ុន្តែយើងក៏ដឹងដែរថាព្រះនៃយើងទ្រង់មានសេចក្តីស្រឡាញ់ហើយតាមរយៈសេចក្តីស្រឡាញ់របស់ព្រះអង្គបានអាចឲ្យយើងនៅសេចក្តីសង្ឃឹមហើយនឹងអំណាចក្នុងការដែលបំបែកនៅដំណរនៃអំពើបាបឬក៏ឥទ្ធិពលនៃអំពើបាបដែលជះមកកាន់យើងទាំងអស់គ្នាផងដែរហើយចាក់ស្ដែងការទាំងអស់នោះដូចខ្ញុំនិយាយអញ្ចឹងវាមិនមែនជាអ្វីមួយដែលយើងអាចធ្វើបានដោយខ្លួនឯងទេពីព្រោះយើងក៏ជាមនុស្សដែរត្រូវអត់
ពេលខ្លះយើងមាន limit ចឹងណាប៉ុន្តែនៅពេលដែលយើងសហការជាមួយនឹងព្រះអង្គជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធនៃព្រះយើងអាចធ្វើការងារនោះបានហើយយើងមើលទាំងអស់គ្នានៅក្នុងព្រះគម្ពីរយូហានខ្សែទី1ចំពុក1ខ9បើយើងលន់តួបាបវិញនោះទ្រង់មានព្រះハរតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើងហើយនឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផងអញ្ចឹងយើងឃើញថានេះគឺជាជំហានដំបូងហើយសំខាន់បំផុតក្នុងការដែលយើងអាចបំបែកនៅវដ្តនៃការបាក់បែកនៅក្នុងក្រុមគ្រួសាររបស់យើងគឺជាការដែលយើងខ្លួនឯងដំបូងគេតែចូលទៅកាន់ព្រះអង្គតែសុំទោសព្រះអង្គលន់តួចំពោះព្រះអង្គហើយព្រះអង្គមានព្រះハរតីស្មោះត្រង់ក្នុងការដែលអត់ទោសរាល់ទាំងគ្រប់អំពើបាបរបស់យើងហើយព្រះអង្គមានគ្រប់ទាំងអំណាចក្នុងការដែលជួយឲ្យយើងអាចរស់នៅក្នុងជីវិតមួយដែលល្អប្រសើរជាងមុនរស់នៅក្នុងជីវិតមួយដែលថ្មីអត់ចង់ប្រព្រឹត្តអំពើបាបម្ដងទៀតហើយដូចគ្នាផងដែរសារនៃសេចក្តីសង្ឃឹមមួយនេះមិនមែនមានសម្រាប់តែយើងម្នាក់ឯងទេប៉ុន្តែក៏សម្រាប់សមាជិកក្រុមគ្រួសាររបស់យើងម្នាក់ដែរដើម្បីឲ្យគ្រួសាររបស់យើងអាចផ្លាស់ប្ដូរទាំងអស់គ្នាអ្វីដែលយើងអាចធ្វើបានដោយសេចក្តីស្រឡាញ់នោះគឺនាំពួកគាត់ឲ្យស្គាល់ព្រះអង្គនាំពួកគាត់ឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទពីព្រោះមានតែព្រះអង្គទេដែលអាចឲ្យគាត់ដកពិសោធន៍នៅសេចក្តីស្រឡាញ់ពិតប្រាកដនៅការអត់ទោសបាបពិតប្រាកដហើយចង់រស់នៅក្នុងជីវិតមួយដែលបរិសុទ្ធដូចព្រះអង្គហើយចង់រស់នៅក្នុងជីវិតមួយដែលអត់ត្រឡប់ទៅហូរនិស្ស័យសាច់ឈាមចាស់របស់ពួកយើងវិញហើយខ្ញុំជឿជាក់ថាដូចជាអ្វីដែលយើងបាននិយាយគ្នាតាំងពីដើមអញ្ចឹងទោះគ្រួសាររបស់យើងអត់ត្រូវគ្នាប៉ុណ្ណាក៏ដោយអាចជំរឿនៅចិត្តរបស់យើងពេលខ្លះយើងនៅតែស្រឡាញ់ពួកគាត់នឹងហើយចង់ឃើញពួកគាត់ល្អចង់ពួកគាត់ឃើញពួកគាត់ប្រសើរអញ្ចឹងកាដូដែលពិសេសដែលយើងអាចឲ្យគាត់គឺសេចក្តីសង្គ្រោះនឹងឯងពីព្រោះមានតែសេចក្តីសង្គ្រោះនឹងឯងជាអីដែលអាចឲ្យគាត់ប្របែកនៅcycle នៃbrokenness របស់ family របស់យើងគ្រួសាររបស់យើងហើយពេលដែលគាត់អាចបំបែកនៃអាការទាំងអស់នឹងបានគាត់នឹងលេងដកពិសោធន៍ជាមួយនឹងការឈឺចាប់គាត់នឹងលេងដកពិសោធន៍ជាមួយនឹងការរងទុក្ខលំបាកផ្សេងនៅក្នុងគ្រួសារដែលយើងកំពុងតែជួបប្រទះរាល់ថ្ងៃដូចនៅក្នុងព្រះគម្ពីរវិវរណៈចំពុក21ខ4ដែលបានរំលឹកយើងអំពីសេចក្តីសង្ឃឹមមួយហ្នឹងដែលថាព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីគេចេញនឹងគ្មានសេចក្តីស្លាប់ឬសេចក្តីសោកសង្រេងឬសេចក្តីយំទួញឬទុក្ខលំបាកណាទៀតឡើយត្បិតសេចក្តីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយនេះគឺជាសេចក្តីសង្ឃឹមតែយើងចង់ឃើញគ្រួសាររបស់យើងលេងដកពិសោធន៍ជាមួយនឹងការឈឺចាប់ឬក៏ទុក្ខលំបាកទាំងអស់នឹងទៀតយើងចង់ដកពិសោធន៍ជាមួយនឹងអំណរទាំងអស់គ្នាជាមួយនឹងព្រះអង្គអញ្ចឹងហើយសូមបានគិតដោយចេតនាច្បាស់លាស់ថាតើមានរបៀបណាដែលយើងអាចនាំដំណឹងល្អទៅកាន់ក្រុមគ្រួសាររបស់យើងការដែលយើងគ្រាន់តែព្យាយាមរស់នៅបង្ហាញអំពីប្រវត្តិមានព្រះអង្គនៅក្នុងជីវិតរបស់យើងអត់ទាន់គ្រប់គ្រាន់ទេប៉ុន្តែត្រូវតែនាំគាត់ឲ្យបានជឿព្រះអង្គដូចគ្នាផងដែរហើយអត់មានពេលវេលាណាដែលល្អហើយស័ក្តិសមជាងឥឡូវហ្នឹងទេព្រោះបើអ្នកទាំងអស់គ្នាកាន់តែចាំព្រោះយើងទាំងអស់គ្នាអត់ដឹងថាថ្ងៃស្អែកនឹងមានរឿងអីកើតឡើងទេត្រូវអត់ហើយអ្នកខ្លះទៀតអ្នកផ្ទះរបស់យើងចាប់ផ្ដើមចាស់ទៅដូចឆ្នាំនេះអញ្ចឹងខ្ញុំទៅលេងផ្ទះខ្ញុំតែងតែសរសើរប៉ាខ្ញុំថាប៉ាខ្ញុំក្រសក់ស្កើតែឆ្នាំនេះសង្កេតឃើញប្លែកហ្មងស្កើឡើងសស្គូហើយអីដែលសង្កេតឃើញមួយទៀតគឺល្អច្រើនជាងមុនអូអាហ្នឹងបង្ហាញថាគាត់ចាស់ហ៎បងសូអញ្ចឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាអត់មានពេលសល់ច្រើនជាងនឹងទៀតទេដែលយើងអាចជួយឲ្យគាត់ដកពិសោធន៍នៃការដែលល្អប្រសើរនៅក្នុងជីវិតរបស់គាត់ជាសេចក្តីសង្ឃឹមដែលអស់កលដែលមកពីព្រះអង្គអញ្ចឹងសូមបានប្រើប្រាស់ពេលវេលាមួយនឹងក្នុងការដែលបន្តរស់នៅដែលបង្ហាញអំពីសេចក្តីស្រឡាញ់ព្រះអង្គទៅកាន់អ្នកផ្ទះរបស់យើងហើយស្មោះត្រង់ក្នុងការដាក់ទិដ្ឋានរាល់ថ្ងៃសម្រាប់សេចក្តីសង្គ្រោះរបស់គ្រួសាររបស់យើងហើយ intentionally like ប៉ងឬក៏មានចេតនាសកម្មភាពយើងរាល់ថ្ងៃផ្សាយនឹងល្អទៅកាន់គាត់តាមរឿងតិចតួចផ្សេងអាចថាខ្ញុំអាចទិដ្ឋានឲ្យប៉ាបានអត់បើមិនជាអ្នកផ្ទះរបស់អ្នកទាំងអស់គ្នាចាប់ផ្ដើមបើកចិត្តហើយឬក៏សកម្មភាពណាមួយដែលអ្នកទាំងអស់គ្នាអាចបញ្ជ្រាបអំពីសេចក្តីជំនឿរបស់អ្នកទាំងអស់គ្នាទៅកាន់គាត់ហើយខ្ញុំជឿថាគ្រាប់ពូជទាំងអស់ហ្នឹងនឹងអាចចាប់ផ្ដើមដោះនៅពេលណាមួយហើយមិនមែនដោយអំណាចរបស់យើងប៉ុន្តែដោយអំណាចរបស់ព្រះអង្គអូខេអញ្ចឹងខ្ញុំសូមបានអញ្ជើញដល់បងប្អូន worship team មកគាត់បានឡើងមកដឹកនាំយើងក្នុងការដែលថ្វាយបង្គំព្រះអង្គ
នៅពេលដែលបងប្អូនអ្នកគ្នាបានលឺអំពីព្រះបន្ទូលនៅថ្ងៃនេះហើយខ្ញុំជឿថាមានបងប្អូនខ្លះប្រហែលជាគិតនៅក្នុងចិត្តខ្ញុំពិតជាចង់ទទួលបាននៅការដែលបំបែកជាមួយនឹងអាភាពបាក់បែកនៅក្នុងក្រុមគ្រួសារដែលខ្ញុំកំពុងតែជួបប្រទះហើយមានហើយចម្លើយដែលអាចផ្ដល់ឲ្យអ្នកទាំងអស់គ្នាបាននោះគឺអ្នកទាំងអស់គ្នាពិតជាមានសង្ឃឹមហើយអាចធ្វើការនោះបានដោយពឹងអាងលើអំណាចរបស់ព្រះអង្គពីពួកព្រះអង្គជាព្រះដែលទ្រង់តែមួយដែលអាចនាំនៅការផ្សះផ្សានោះមកកាន់ក្រុមគ្រួសាររបស់យើងបានប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាធ្វើបាននោះគឺយើងត្រូវការព្រះអង្គចឹងបើសិនជាអ្នកទាំងអស់គ្នានៅនេះដែលអ្នកណាអត់បានទទួលជឿព្រះអង្គឡើយនេះគឺជាឱកាសរបស់អ្នកទាំងអស់គ្នាហើយតែអ្នកទាំងអស់គ្នាអាចពឹងអាងលើព្រះអង្គថ្វាយការជឿចាប់នោះទៅកាន់ព្រះអង្គហើយអនុញ្ញាតឲ្យព្រះអង្គជាអ្នកដែលផ្សះផ្សាព្យាបាលបងប្អូនទាំងអស់គ្នាហើយនឹងព្យាបាលគ្រួសាររបស់អ្នកទាំងអស់គ្នាដែរហើយបើសិនជាបងប្អូនណាដែលនៅទីនេះជាម្នាក់ដែលជឿព្រះអង្គតែឯងអ្នកទេអត់ទាន់ជឿទេសូមកុំបញ្ឈប់ជាមួយនឹងការធ្វើអំពើល្អទាំងអស់ហ្នឹងនៅតែបន្តព្យាយាមរស់នៅឲ្យបានល្អក្នុងការដែលបង្ហាញព្រះអង្គទៅកាន់គាត់ទៀតដូចជានៅក្នុងខព្រះគម្ពីរកាឡាទីជំពូក6ខ9ជាខព្រះគម្ពីរមួយដែលលើកទឹកចិត្តខ្ញុំដូចគ្នាផងដែរកុំឲ្យយើងនឿយណាយចិត្តនឹងធ្វើការល្អឡើយត្បិតបើមិនរសាយចិត្តទេនោះដល់កំណត់នឹងត្រូវនឹងច្រូតបានហើយអញ្ចឹងយើងនឹងមានពេលវេលារបស់ព្រះអង្គតែព្រះអង្គអាចផ្លាស់ប្ដូរគ្រួសាររបស់យើងឲ្យទៅជាគ្រួសារមួយដែលល្អប្រសើរជាងមុននៅពេលដែលគាត់បានទទួលជឿព្រះអង្គអញ្ចឹងគុំសូមកុំឈប់ក្នុងការដែលមានដួងចិត្តដែលចង់ផ្សាយដំណឹងល្អទៅកាន់គាត់អូខេអញ្ចឹងសូមបានបងប្អូនអ្នកគ្នាបានអាចក្រោកឈរឡើងហើយយើងនឹងសម្រុំចិត្តអធិដ្ឋានជាមួយគ្នាមុនពេលដែលលោកគ្រូបណ្ឌិតគាត់នឹងឡើងមកក្នុងការដែលដឹកនាំយើងសម្រាប់communion នៅសប្តាហ៍នេះបិតាជាព្រះដែលគង់នៅស្ថានសួគ៌សរសើរដំណើរព្រះអង្គអរព្រគុណព្រះអង្គសម្រាប់សេចក្តីស្រឡាញ់សេចក្តីមេត្តាដែលព្រះជាម្ចាស់ទ្រង់បានមានសម្រាប់កូនហើយនឹងក្រុមគ្រួសាររបស់កូនព្រះអង្គគង់ដឹងថាបញ្ហាដែលមាននៅក្នុងក្រុមគ្រួសាររបស់កូនដែលកូនអរគ្នាជួបប្រទះមិនជាអ្វីដែលជាផែនការដំបូងដែលព្រះអង្គបានមានសម្រាប់ពួកកូននោះឡើយហើយកូនអរព្រគុណព្រះអង្គនៅពេលដែលកូនបានដឹងអំពីសេចក្តីស្រឡាញ់ព្រះអង្គដែលព្រះអង្គបានដាក់កូននៅក្នុងក្រុមគ្រួសាររបស់កូនឲ្យមានហេតុផលនិងគោលបំណងរបស់ផងព្រះអង្គសូមជួយឲ្យកូនអរគ្នាបានអាចប្រើប្រាស់ឱកាសនេះក្នុងការដែលបន្តរស់នៅយ៉ាងល្អក្នុងការដែលបង្ហាញអំពីសេចក្តីស្រឡាញ់ព្រះអង្គទៅកាន់ក្រុមគ្រួសាររបស់កូនបង្ហាញអំពីការអត់ទោសឬក៏លក្ខណៈល្អផ្សេងៗដូចដែលកូនបានរៀនជាមួយគ្នាមុននេះក្នុងការដែលអាចឲ្យគ្រួសាររបស់កូនបានទទួលនៅសេចក្តីល្អទាំងអស់នោះដូចគ្នាផងដែរព្រះអង្គសូមជួយឲ្យកូនបាននៅតែមានភាពក្លាហាននិងភាពស្មោះត្រង់ក្នុងការដែលផ្សាយដំណឹងល្អទៅកាន់ក្រុមគ្រួសាររបស់កូនពីព្រោះកូននឹងថាមានតែព្រះអង្គមួយប៉ុណ្ណោះដែលអាចផ្ដាច់នៅរាល់ទាំងចំណងនៃការបាក់បែកនៅក្នុងក្រុមគ្រួសាររបស់កូនបានមានតែព្រះអង្គតែមួយប៉ុណ្ណោះដែលអាចឲ្យក្រុមគ្រួសាររបស់កូនអាចតបពិសោធន៍នៅសេចក្តីស្រឡាញ់ពីដើមដកពិសោធន៍នៅការដែលអត់ចេះឈឺចាប់យំទួញសោកតទៅទៀតនោះឡើយអរព្រគុណព្រះអង្គហើយគុណសូមថ្វាយពេលវេលាដែលកូនរៀនព្រះបន្ទូលព្រះអង្គហើយនឹងពេលវេលាដែលកូនថ្វាយបង្គំនៅព្រឹកនេះក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទ